រឿងតាចាស់និងសត្វស្វានៅសម័យមួយមានតាចាស់ម្នាក់រស់នៅក្នុងខេត្តយូណានប្រទេសចិនគាត់បានចិញ្ចឹមស្វាមួយហ្វូងដើម្បីប្រើពួកវាឲ្យរកបេះផ្លែឈើក្នុងព្រៃឲ្យគាត់រៀងរាល់ព្រឹកតាចាស់បានហៅសត្វស្វាទាំងអស់មកប្រជុំគ្នានៅមុខផ្ទះនិងចាត់ឲ្យស្វាដែលមានអាយុច្រើនជាងគេដឹកនាំស្វាទាំងអស់ចូលទៅក្នុងព្រៃដើម្បីបេះផ្លែឈើតាចាស់នោះបានកំណត់ថាចំនួនផ្លែឈើ10ដែលស្វានីមួយបេះបានត្រូវយកផ្លែឈើមួយឲ្យមកឲ្យគាត់បើស្វាណាមួយមិនធ្វើតាមការកំណត់នោះទេតាចាស់នឹងដាក់ទណ្ឌកម្មដោយវាសត្វស្វានោះជាច្រើនរំពាត់ដោយមូលហេតុនោះពួកស្វាទាំងអស់ត្រូវរងទណ្ឌកម្មជាទម្ងន់ណាមួយត្រូវនឿយហត់ក្នុងការស្វែងរកផ្លែឈើណាមួយទៀតត្រូវតាចាស់វានៅពេលដែលរកផ្លែឈើគាត់មិនបានថ្ងៃមួយមានស្វាតូចមួយសួរទៅស្វាដទៃថាតើតាចាស់នោះជាអ្នកដាំដើមឈើនៅក្នុងព្រៃដែលយើងទៅបេះផ្លែឈើរាល់ថ្ងៃនោះឬស្វាដទៃទៀតឆ្លើយថាទេដើមឈើទាំងនោះបានដុះឡើងដោយឯងស្វាតូចក៏សួរទៀតថាតើយើងអាចទៅបេះផ្លែឈើទាំងអស់នោះដោយមិនចាំបាច់សុំការអនុញ្ញាតពីតាចាស់បានដែរឬទេស្វាដទៃទៀតឆ្លើយព្រមគ្នាថាបានបើអញ្ចឹងស្វាតូចនិយាយបន្តហេតុអីក៏យើងមិនទៅបេះផ្លែឈើទាំងនោះដោយខ្លួនឯងតែចាំបាច់ត្រូវតែនៅបម្រើតាចាស់នោះធ្វើអីស្វាតូចនិយាយប្រយោគចុងក្រោយមិនទាន់ចប់ស្រួលបំផងស្វាទាំងអស់ក៏នាំគ្នារត់ចូលក្នុងព្រៃបាត់ទាំងអស់ទៅយប់នោះនៅពេលដែលតាចាស់កំពុងដេកលក់ពួកស្វាបាននាំគ្នាចូលមកកាច់បំបាក់ទ្រង់ដែលតាចាស់ធ្វើសម្រាប់ឃុំឃាំងពួកវាព្រមទាំងជញ្ជូនយកផ្លែឈើដែលតាចាស់លុបអូសយកពីពួកវាទាំងប្រមាណចូលទៅក្នុងព្រៃអស់ទៅបន្ទាប់ពីពួកស្វាចាកចេញចោលគាត់ទៅតាចាស់ក៏លែងមានផ្លែឈើបរិភោគហើយនៅទីបំផុតគាត់ក៏បានស្លាប់ដោយសារការស្រេកឃ្លាន